មានភ្ញៀវម្នាក់គាត់បានសួរថាតើ Tom Ford Oat Wood នេះអាចបន្លាញបាយបានអត់? សម្រាប់ចម្លើយពីអ្នកលក់គឺអ្នកនរគ្នាអាចបន្លាញបាយទឹកអប់មួយនេះបានទេ មូលហេតុទាល់តែអ្នកនរគ្នាចូលចិត្តក្លិនបែបលក្ខណៈរាងឈើក៏ដូចជាក្លិនអ៊ុតបើអ្នកនរគ្នាប្រើទឹកអប់មួយនេះទៅគឺថាអត់ខុសបំណង ទោះបីជាទឹកអប់មួយនេះបើក្បាលដំបូងមកលក្ខណៈហឹរៗមែន តែក្លិនហឹររបស់វាដូចជាទឹកអប់ដែលមានក្លិនផ្អែមក៏ដូចជាទឹកអប់ដែលមានក្លិនស្រស់ស្រាយអីទេ ក្លិនវាបែបលក្ខណៈរាងឈ្ងុយឈើឈ្ងុយអ៊ូតចឹងណា ចឹងទាល់តែអ្នកនរគ្នាចូលចិត្តក្លិនបាយប្រភេទអញ្ចឹងបើអ្នកនរគ្នាប្រើទៅគឺថាដឹងតែពេញចិត្តហ្មង recommend ពីអ្នកលក់ទៅបើសិនបើអ្នកនរគ្នាមានក្លិនរបស់ Tom Ford Oat Wood នេះប្រើហើយត្រូវចិត្តអ្នកនរគ្នាកុំអាលទុកវាចោលអ្នកនរគ្នាព្យាយាមប្រើឲ្យបានច្រើនព្រោះថាទឹកអប់មួយនេះនៅពេលដែលវា dry down ទៅគឺថាក្លិនអែមខ្លាំងមែនទែនធ្វើឲ្យយើងមានអារម្មណ៍ថាហិតហើយចង់ហិតទៀតហ្មងនិយាយទៅគឺថាជាតិខ្លាំងមែនទែននៅពេលដែលវា dry down ចឹងបើមានហើយអ្នកនរគ្នាគួរតែព្យាយាមប្រើទៅព្រោះថាក្លិនមួយនេះនៅពេលដែលអ្នកនរគ្នាស៊ាំក៏ដូចជាចូលចិត្តក្លិនបែបលក្ខណៈរាងឈើលក្ខណៈរាងអ៊ូតចឹងគឺថាដឹងតែជាតិហ្មងក្លិនវាគឺថាអែមខ្លាំងមែនទែន